អូខេសួស្តីអ្នករៀន IT មិនហើយហើយបើសិនដល់ណាដល់ណីហើយ2026នេះដល់ level ឯងដល់13 14ហើយហើយសម្រាប់ខ្ញុំវិញផ្លេចចង់ហើយដោយសារបោះបង់ចោល5ចូល6ឆ្នាំនេះគឺឥឡូវគាត់ណៃ install tool នេះអត់ចង់ដើរ config local host អត់ចង់ដើរហើយជាទូទៅគឺខ្ញុំប្រើ Microsoft បច្ចេកអីយើងខ្ញុំប្រើលើ Microsoft អញ្ចឹងសម្រាប់ tool នេះគឺយើងប្រើ Laravel PHP អីចឹងទៅគឺយើងត្រូវការបង្កើតlocal host អញ្ចឹងត្រឡប់មកសំណួរវិញថាដល់ណាហើយចង់បញ្ជាក់ថាមិនហើយអ្នករៀនជំនាន់ក្រោយហ្នឹង version កាន់តែខ្ពស់ការងារកាន់តែស្រួលឬមួយក៏យ៉ាងម៉េចទៅហើយរៀនទៅមានផលលំបាកអីហើយសម្រាប់ខ្ញុំត្រឡប់មកវិញនេះគឺមិនទាន់ជាក់លាក់ 100% ទេប៉ុន្តែជ្រើសរើសយកពេលវេលានេះក្នុងការត្រឡប់មកវិញដោយឈរលើគោលបំណង3ចំណុចធំៗទី1ដោយសាររឿងប្រទេសយើងមានសង្គ្រាមអញ្ចឹងនៅពេលដែលឃើញថាប្រទេសមានសង្គ្រាមនេះចង់សម្ដៅថាវាមានវិបត្តិឬមួយក៏វាកំពុងតែមានបញ្ហាអញ្ចឹងទាំងអាជីវកម្មទាំងអ្នករៀនសូត្រទាំងអ្នកកំពុងតែធ្វើការងារទូចធំអីគឺគាត់កំពុងតែជួបប្រទះនឹងបញ្ហាអញ្ចឹងមូលហេតុដែលត្រឡប់មកវិញនេះអាចមាន3ចំណុចធំៗទី1ដែលខ្ញុំសម្លឹងឃើញថាប្រទេសយើងកំពុងតែមានបញ្ហាទាក់ទងនឹងសង្គ្រាមហើយខ្ញុំក៏អត់ដឹងថានឹងត្រូវជួយបែបម៉េចទេប៉ុន្តែពីផ្នត់គំនិតខ្ញុំទៅគិតថាប្រសិនបើយើងអាចរួមគ្នាក្នុងការជួយអ្នកបន្តិចទៅដើម្បីឲ្យសេដ្ឋកិច្ចប្រទេសយើងកាន់តែប្រសើរយើងមានលទ្ធភាពប្រកួតប្រជែងទៅគេនៅថ្ងៃអនាគតវាជារឿងមួយដែលយើងអាចជជែកតវ៉ាមកគេបានប៉ុន្តែបច្ចុប្បន្នកាលគឺយើងអត់ចង់និយាយអំពីរឿងដែលមិនទាន់អាចទៅរួចទេបើសិនណាជាយើងកន្លែងមកវិញថាសង្គ្រាមនេះវាផលប៉ះពាល់អាជីវកម្មទាំងទូទាំងធំទាំងអ្នករៀនសូត្រទាំងអីផ្សេងៗហ្នឹងគឺប៉ះទាំងអស់គ្នាអញ្ចឹងចំណុចទី1សំខាន់គឺប្រសិនបើខ្ញុំអាចត្រឡប់មកវិញអាចជួយបង្កើតប្រជិចឬមួយក៏ជួយយកប្រជិចដែលខ្ញុំមានចាស់ៗយកទៅឲ្យអាជីវកម្មតូចៗគាត់អាចចាប់ផ្ដើមគ្រប់គ្រងរបាយការណ៍ធ្វើម៉េចឲ្យសេវាកម្មរបស់គាត់លឿនរហ័សដូចជាឧទាហរណ៍ថាហូតែលដូចឧទាហរណ៍ថាមន្ទីរពេទ្យដូចជាឧទាហរណ៍ថាហាងទំនិញអីផ្សេងៗចឹងទៅនៅពេលណាដែលគាត់មាន system មានរបាយការណ៍ជាក់លាក់គឺគាត់អាចអភិវឌ្ឍបានលឿនឬមួយក៏អាចនិយាយថាកាត់បន្ថយភាពស្មុគស្មាញអានេះគឺជាគោលបំណងរួមហើយទី2គឺសិស្សនិស្សិតដែលកំពុងតែរៀនសប្តាហ៍ថ្ងៃប្រហែលជាគាត់ក៏មានផលលំបាកជាច្រើនដូចជាឧទាហរណ៍ខ្វាយខ្វល់ថាការងារអត់សូវមានធ្លាក់ចុះអញ្ចឹងពីខ្ញុំនេះទៅខ្ញុំគិតថាបើសិនជាខ្ញុំម្នាក់អាចជួយបង្រៀនឬមួយក៏ដឹកនាំឬមួយក៏បង្ហាញផ្លូវឲ្យនិស្សិត10នាក់អាចអញ្ចឹងកន្លែងហ្នឹងចង់និយាយថាម៉េចចង់ថាប្រសិនបើមាននិស្សិតឬមួយក៏មនុស្សណាក៏ដោយដែលគាត់កំពុងតែនៅក្នុងអឺនៅក្នុងជំនាញ IT coding ហ្នឹងគាត់អាចយកពីកម្រិតខ្ញុំទៅហើយគាត់អាចរកការងារបានឬមួយក៏គាត់អាចរៀនសូត្រពីអ្វីដែលខ្ញុំបង្ហាញទៅគាត់បង្កើតការងារបានអញ្ចឹងខ្ញុំអាចជួយបង្កើតធនធានមនុស្សមួយទៀតហើយមួយទៀតជាចុងក្រោយហ្នឹងគឺខ្ញុំក៏ឃើញថាមានអ្នកចេះដឹងជាច្រើនមានលោកគ្រូអ្នកគ្រូជាច្រើនមានអ្នកមានបទពិសោធន៍ការងារជាច្រើនដែលមានចំណេះជំនាញប៉ុន្តែហើយរួមទាំងបច្ចេកទៀតគឺគាត់អត់មានលទ្ធភាពក្នុងការ share អញ្ចឹងកន្លែងហ្នឹងចង់សម្ដៅថាម៉េចចង់ថាឧទាហរណ៍ថាគាត់មានចំណេះដឹងហើយប៉ុន្តែគាត់អត់មានពេលគាត់អត់មានកិច្ចការងារអត់អាចមានលទ្ធភាពក្នុងការបង្ហាញអញ្ចឹងគាត់អាចប្រាប់ខ្ញុំមកឬមួយក៏គាត់អាចឆ្លាញ់នៅអ្វីដែលខ្ញុំធ្វើទៅហើយគាត់អានេះវាអាចជារឿងមួយដែលវាសម័យសម័យទេវាអាចនិយាយថាវាជ្រៅបន្តិចចង់សម្ដៅថាមានអ្នកចង់គ្រប់គ្រង IT ជាច្រើនប៉ុន្តែអត់មានលទ្ធភាពក្នុងការធ្វើដោយខ្លួនឯងហើយមានបច្ចេកនៅក្នុងដៃប៉ុន្តែទុកចោលអញ្ចឹងគាត់អាចធ្វើមិនឆ្លងតាមស្ពានតាមរយៈខ្ញុំយកអាបច្ចេកទាំងអស់ហ្នឹងយកមក respond ជួយការងារនៅក្នុងប្រទេសរបស់យើងនេះជាគោលបំណងរបស់ខ្ញុំអត់និយាយថារឿងនឹងទៅរួចឬអត់ទេប៉ុន្តែជាគោលបំណងដែលអាចនិយាយថាខ្ញុំចង់បានចំណុចទាំងនោះអញ្ចឹងណាអញ្ចឹងសង្ឃឹមថាថ្ងៃទី1និងថ្ងៃទី22ខែ2នេះគឺជាថ្ងៃដែលខ្ញុំចង់ត្រឡប់មកវិញប៉ុន្តែអត់ច្បាស់ 100% ទេលុះត្រាតែខ្ញុំមើលទៅថាអ្វីដែលខ្ញុំផ្ដល់ឲ្យហ្នឹងឬមួយក៏អាគោលបំណងដែលខ្ញុំធ្វើទៅហ្នឹងវាពិតជាត្រឹមត្រូវឬមួយក៏វាមានផលប្រយោជន៍សម្រាប់សង្គមជាតិឬមួយក៏ធនធានមនុស្សអ្នកជំនាន់ក្រោយនឹងពិតមែនទើបខ្ញុំនឹងបន្តធ្វើទៅមុខទៀតអញ្ចឹងណា